Hugging Face អាចជួយសិស្ស IT បានយ៉ាងម៉េចខ្លះបើបងប្អូនជាសិស្ស IT ជាពិសេសផ្នែក AI Machine Learning ឬក៏ Data Science platform នេះគឺមានអត្ថប្រយោជន៍ខ្លាំងមែនតើដូចពេលដែលយើងវា AI model ម្ដងគឺយើងត្រូវការ data ច្រើនហើយប្រើរយៈពេលយូរទៀតពេលខ្លះ AI បានហើយប៉ុន្តែកុំព្យូទ័រអត់ណាទៀតអញ្ចឹង platform នេះអាចជួយដោះស្រាយនៅបញ្ហាខាងលើបានទាំងអស់ដោយ platform នេះអាចឲ្យ user ជាមួយពិភពលោកចែករំលែកទៅលើ dataset machine learning ហើយយើងក៏អាច run ទៅលើ AI model បានផងដែរអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅក្នុង website Hugging Face នោះយើងនឹងឃើញថាមាន AI model រហូតទៅដល់ 1,000,000 model ហើយអញ្ចឹងបើសិនជាយើង click ទៅលើ site បាននៅខាងលើដែលវាមានពាក្យឈ្មោះថា model នោះយើងនឹងឃើញជាមួយនឹង model AI ជាច្រើនមែនតើបើសិនជាអ្នកទាំងអស់គ្នាថាអូខេឥឡូវយើងរើស model មួយមានឈ្មោះថា DeepSeek យើងត្រូវតែ click ទៅលើ DeepSeek នោះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តជាមួយនឹង model នេះអាច use model នេះបានដោយអ្នកទាំងអស់គ្នា click នៅកន្លែង use model នេះមកអញ្ចឹងឥឡូវបើយើងអាចទៅ click ទៅលើ dataset វិញនៅក្នុង dataset នេះគឺជាកន្លែងដែលយើងផ្ទុកជាមួយនឹង data ជាច្រើនមែនតើក្នុងការឲ្យយើង train AI របស់យើងតែនៅក្នុងនោះវាមានដូចជា 3D audio ក៏ដូចជារូបភាពជាដើមអញ្ចឹងចាំការទៀតសិស្ស IT គ្នាយើងមកប្រើជាមួយនឹង Hugging Face ទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ទៅលើព័ត៌មាន AI ថ្មីៗ please don't forget to follow